សន្ទនិងភរិយាឈ្មោះម៉ារីបានសម្រេចចិត្តជួលផ្ទះឈើចាស់មួយក្នុងនៅជីក្រុងដែលមានតម្លៃថោកខុសធម្មតាផ្ទះនោះស្ថិតនៅដាច់ឆ្ងាយពីគេបែរមុខទៅរកបឹងធំមួយដែលពោរពេញដោយដើមត្រកួននិងផ្កាឈូកទោះបីជាផ្ទះមើលទៅហាក់ដូចជាស្ងប់ស្ងាត់ជ្រងប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុពួកគេគ្មានជម្រើសក្រៅពីស្នាក់នៅទីនោះឡើយនៅយប់ដំបូងក្នុងខណៈពេលដែលសន្តិកំពុងរៀបចំអីវ៉ាន់ស្រាប់តែគាត់បានឮសូរសំឡេងក្រេកចេញពីលើពិដានផ្ទះគាត់គិតថាប្រហែលជាសត្វកណ្តុរប៉ុន្តែម៉ារីបែរជាមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងមើលនាងតាមប្រហោងក្តារជញ្ជាំងយប់កាន់តែជ្រៅខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងម៉ារីបានក្រោកពីគេងដើម្បីទៅផឹកទឹកពេលដើរកាត់កញ្ចក់នៅមុខបន្ទប់ទឹកនាងបានឃើញស្រមោលស្រីម្នាក់សក់វែងអូសដីអង្គុយបែរខ្នងនៅមាត់បង្អួចដែលមើលទៅបឹងសន្ទតើបងនៅទីនោះមែនទេម៉ារីសួរទាំងញ៉ាំមាត់គ្មានការឆ្លើយតបស្រមោលនោះចាប់ផ្ដើមងាកមកយឺតមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែមាត់ដ៏ធំដែលពោរពេញដោយឈាមពណ៌ខ្មៅម៉ារីស្រែកមិនចេញជើងរបស់នាងហាក់ដូចជាជាប់ចំណងមិនអាចរំកិលបានភ្លាមនោះស្រមោលនោះក៏លាយបាត់ទៅក្នុងភាពងងឹតព្រឹកឡើងសន្ទបានទៅសួរអ្នកភូមិដែលនៅក្បែរនោះលោកតាខ្មាស់ម្នាក់បានប្រាប់ការពិតថាកាលពី10 ឆ្នាំមុនមានស្ត្រីម្នាក់ត្រូវបានគេសម្លាប់រួចបោះសពចូលក្នុងបឹងមុខផ្ទះនោះសពរបស់នាងមិនដែលត្រូវបានគេរកឃើញឡើយអ្នកដែលមកជួលផ្ទះនេះមិនដែលនៅបានលើសពី3 ថ្ងៃទេសន្ទប្រញាប់ត្រឡប់មកផ្ទះវិញដើម្បីនាំម៉ារីចាកចេញប៉ុន្តែពេលមកដល់គាត់ឃើញម៉ារីអង្គុយសម្លឹងទៅបឹងទាំងភ្នែកស្លក់នាងនិយាយតិចថានាងចង់ចាប់តាំងពីថ្ងៃនោះមកសន្ទនិងម៉ារីលែងហ៊ានជួលផ្ទះចាស់ឬផ្ទះដែលនៅក្បែរមាត់ទឹកទៀតហើយចំណែកឯផ្ទះនោះនៅតែស្ថិតនៅទីនោះដដែលរងចាំអ្នកជួលបន្ទាប់ដែលមិនដឹង